បាទជំរាបសួរពុកម៉ែបងប្អូនជាទីគោរពនិងជាទីរាប់អានថ្ងៃទី31ខែ3បាទ31ខែ3យើងអញ្ចឹងខែ3យើងចាប់ផ្ដើមដាច់ឬក៏នេះនឹងក្នុងអំឡុងប្រហែលជាថ្ងៃនេះហើយមានន័យថាដល់ដែនកំណត់វាហើយអញ្ចឹងខែ4គឺជាខែដែលយើងនឹងមានការប្រារព្ធធ្វើពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិផងយើងបាទជារៀងរាល់ឆ្នាំគឺយើងធ្វើខែ4អញ្ចឹងក៏មុននឹងចូលទៅកាន់ដេញសូថ្ងៃនេះផ្ដោតទៅលើការជំរុះផ្លែជាកត្តាផ្សេងមូលហេតុអីបានក្នុងពេលនេះផ្លែមានអាយុប្រហែលជា40-50ថ្ងៃហើយនៅតែមានការជំរុះអញ្ចឹងមុននឹងចូលទៅកាន់មេរៀនមួយនេះក៏សូមបាទជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានមើលសូខ្ញុំបាទសូមជួយ share មួយដើម្បីជាប្រយោជន៍ទៅដល់បងប្អូនដទៃទៀតឲ្យគាត់បានដឹងដើម្បីជាកត្តាទប់ស្កាត់មានន័យថាជួយទប់ស្កាត់រាល់បញ្ហាកើតឡើងក្រែងលោចំណេះដឹងតូចមួយនេះវាអាចជួយបងប្អូនបានសូមពីទុកអញ្ចឹងបងប្អូនទាំងអស់គ្នារាល់ពេលដែលក្តៅខ្លាំងទុរេនមាននៅក្នុងអំឡុងពេលនេះគឺទុរេនយើងជាទូទៅគឺមានអាយុប្រហែលជាង35ថ្ងៃមកឡើងហើយយើងនិយាយថាចឹងអ្នកខ្លះក៏ឡើងមកដល់50តែអ្វីដែលសំខាន់នោះគឺថាជ្រុះផ្លែច្រើនកត្តាជ្រុះផ្លែទី1នៅក្នុងវ័យនេះវាអាចតេតិនជាមួយនឹងការហើបត្រួយប៉ុន្តែវាអត់ហើបទេប៉ុន្តែវានៅតែជ្រុះអញ្ចឹងបងប្អូនអរគ្នាត្រូវជ្រាបថាខែ4ជារៀងរាល់ឆ្នាំគឺតែតែមានកម្ដៅកើនឡើងអញ្ចឹងបងប្អូនគួរមានការប្រុងប្រយ័ត្នតេតិនជាមួយនឹងកម្ដៅកើនណាបងប្អូនមានគួរមានការប្រុងប្រយ័ត្នឲ្យបានមែនតើការកើនកម្ដៅនេះធ្វើឲ្យរុក្ខជាតិផងយើងវា stress អញ្ចឹងដំណើរការវាយ៉ាងនេះណាបងប្អូនរាល់ពេលដែលអាកាសធាតុប្រែប្រួលធ្វើឲ្យរុក្ខជាតិផងយើងកើតបញ្ហាមួយនោះគឺ stress នៅពេលដែលរុក្ខជាតិទុរេនយើងទទួលបាននៅសីតុណ្ហភាពក្តៅខ្លាំងពេកធ្វើឲ្យការសំយោគអាហារមានការលំបាកឬក៏ពិបាកក្នុងការសំយោគរុន stomach គេហៅថា stomach close មានការបិទពិបាកក្នុងការធ្វើរស្មីសំយោគគឺទាក់ទិនជាមួយនឹងប្រព័ន្ធ photosynthesis ធ្វើការមិនបានល្អកាលណាប្រព័ន្ធ photosynthesis ធ្វើការមិនបានល្អការបង្កើតឬក៏ចម្អិនអាហារទាក់ទិននឹងបណ្ដុំវីតាមីន ATP ដែលជាអ្នករុញច្រានឬក៏បំបែកទៅជាវីតាមីនក្លូកូសមកឲ្យផ្លែទទួលបានវីតាមីនមិនពេញលេញមានន័យថាវីតាមីនទទួលបានមិនគ្រប់គ្រាន់ក៏ដោយសារតែកម្ដៅខ្លាំងធ្វើឲ្យ stomach បិទប្រព័ន្ធ photosynthesis សំយោគមិនបានល្អអញ្ចឹងបងប្អូនប្រកាសជាឆ្ងល់ថាយើងដាក់ជីបាញ់ថ្នាំដែរហេតុអីបានទៅជាយ៉ាងហ្នឹងបងប្អូនការឧបត្ថម្ភរបស់យើងទៅលើដំណាំគឺមានន័យថានេះគឺជាការឧបត្ថម្ភពីយើងប៉ុន្តែរុក្ខជាតិទៅវិញទេដែលជាអ្នកចាត់ចែងរឿងរ៉ាវទាំងអស់នេះប្រសិនបើបញ្ហាទាំងអស់នេះមិនបានដោះស្រាយហើយយើងបានតែផ្គត់ផ្គង់ជីថ្នាំទៅឲ្យវាទេបងប្អូនច្បាស់ណាស់បងប្អូននៅតែជួបបញ្ហាអញ្ចឹងខ្ញុំនិយាយត្រង់ចំណុចនេះគឺជាដំណោះស្រាយនៅពេលដែលអាកាសធាតុក្តៅខ្លាំងធ្វើឲ្យប្រព័ន្ធឫសបងប្អូនគេហៅថាបឺតស្រូបយកទឹកមិនបានទាន់ពេលក្តៅខ្លាំងប្រព័ន្ធឫសតែងតែបឺតស្រូបយកទឹកពីដីមកមិនមកផ្គត់ផ្គង់ណាបងប្អូនអត់ទាន់ពេលវេលាទេអញ្ចឹងមានន័យថាម៉េចដោយសារតែការធ្វើលំហូរនៃរស្មីសំយោគមិនបានល្អពីព្រោះស្លឹកគឺជាអ្នកបញ្ជាកាលណាស្លឹកទទួលការរលាកខ្លាំងធ្វើឲ្យប្រព័ន្ធ epiderm នៅខាងលើស្លឹកមានការខូចខាតឬរលាកដោយកត្តាយើងមើលមិនឃើញពេលខ្លះបងប្អូនស្ទាបស្លឹកទៅឡើងស្រួយមកនឹងហើយវាបញ្ជាក់ឲ្យយើងវា alert ឲ្យយើងឃើញណាតែយើងអត់ចាប់អារម្មណ៍អញ្ចឹងនៅក្នុងអំឡុងពេលដែលក្តៅខ្លាំងជ្រុះផ្លែជ្រុះក្តាប់វាតាក់ទិនជាមួយនឹងអីបងប្អូនវាតាក់ទិនជាមួយនឹងកម្ដៅអញ្ចឹងសំណួរសួរថាតើការជ្រុះផ្លែមកពីអ្វីបាត់បង់នៅបណ្ដុំកាល់ស្យូមត្រូវការទឹកប៉ុន្តែទឹកយើងដាក់ឲ្យតែប្រព័ន្ធឬវាយកទឹកនោះប្រើមិនបានលឿនមានតែទាញទឹកយកទៅប្រើនោះមិនបានទាន់សភាពការវាធ្វើឲ្យប្រព័ន្ធឬពន្លានហ្នឹងតុកសាច់ចុះសំណួរសួរថាចុះបើយើងមកសម្រួលឬយើងខ្លាចដោះត្រួយនេះវាលំបាកអញ្ចឹងសំណួរសួរធ្វើម៉េច
កាលណាស្លឹកមានភាពតុកសាច់កាលណាស្លឹកមានភាព stress ខ្លាំងវាធ្វើឲ្យពពួកអរម៉ូនcytokinin ឬក៏ពពួកអរម៉ូនគេហៅថាអុកស៊ីនហ្នឹងបងប្អូនធ្វើការមិនបានល្អបន្ទាប់មកវានឹងកើនបណ្ដុំពពួកអ៊ីតាឡែនពួកអ៊ីតាឡែននេះបងប្អូនដឹងហើយថាវាជាអរម៉ូនដែលជួយរារាំងទឹកធំប្រងចាត់ចែងកាលណាទឹកក្តៅខ្លាំងអានឹងវាធ្វើការតែអ៊ីតាឡែនឡើងគឺជ្រុះហើយបាទអញ្ចឹងណាអញ្ចឹងសំណួរសួរថាតើដំណោះស្រាយវាយើងគួរធ្វើដូចម្ដេចទៅការដែលយើងដោះស្រាយវាមាន2លក្ខខណ្ឌទី1ការរក្សាសំណើមនៅនឹងដីការរក្សាសំណើមនៅនឹងដីនេះសំខាន់មែនទែនតាក់ទងជាមួយនឹងសំណើមណាបងប្អូនតាក់ទងនឹងសំណើមបងប្អូនគួរឲ្យទឹកមុនថ្ងៃក្តៅខ្លាំងបើសិនថ្ងៃក្តៅខ្លាំងបងប្អូនអាចមកឲ្យទឹកនៅពេលល្ងាចវិញនេះធ្វើយ៉ាងនេះជៀសវាងពេលក្តៅខ្លាំងបងប្អូនឲ្យទឹកមិនល្អទេកន្លែងចំណុចហ្នឹងទី1ទី2កាត់បន្ថយការប្រើប្រាស់អិនខ្ពស់ពេកមានន័យថាប្រសិនបើបងប្អូនប្រើអិនខ្ពស់ពេកក្នុងអំឡុងពេលនេះរុក្ខជាតិនឹងផ្ដោតទៅលើការលូតលាស់ជាធំរាល់ពេលដែលវិបាកចូលមកដល់ផលលំបាកសម្ពាធបរិយាកាសចូលមកដល់រុក្ខជាតិផ្ដោតទៅលើការលូតលាស់ជាងការមានផ្លែផ្កាឬយើងហៅថាការចិញ្ចឹមផ្លែហេតុអ្វីបងប្អូនអរគ្នាដឹងទេការចិញ្ចឹមផ្លែគឺជាគេហៅថាគឺជាផលលំបាកឬក៏ជាបន្ទុករបស់ទុរេននៅពេលដែលលូតលាស់ចេញស្លឹកចេញត្រួយវាគឺជាអីគឺជាការរស់បើយើងនិយាយខ្លីគឺជាដំណើរជីវិតក្នុងការរស់ប៉ុន្តែការចិញ្ចឹមផ្លែមិនមែនទេណាបងប្អូនការចិញ្ចឹមផ្លែជាបន្ទុកដល់ពេលលាស់ត្រួយគឺជាដំណើរការនៃការរស់អញ្ចឹងដល់ពេលដែលក្តៅខ្លាំងមានការលំបាកក្នុងការរស់ហើយមានបន្ទុកនៅលើដើមវាច្បាស់ណាស់បងប្អូនវាមិនចង់នេះទេវាមិនចង់ចិញ្ចឹមផ្លែទេវាត្រូវការទម្លាក់ផ្លែដើម្បីរំដោះបន្ទុកចោលដើម្បីរស់អញ្ចឹងហើយបានជាពេលហ្នឹងយើងឃើញថាមានការហើបត្រួយហើបអីជាកត្តាផ្សេងៗដែលធ្វើឲ្យជំផ្លែយើងដុះវិញអាហ្នឹងទី1ទី2បងប្អូនគួរប្រើបណ្ដុំនៃពពួកការ48បាទនៅក្នុងហ្នឹងមានពពួកអាសូតជាភាគរយតិចផូស្វ័រតិចប៉ុន្តែបណ្ដុំប៉ូតាស្យូមខ្ពស់ដែលជួយធ្វើឲ្យអុកស៊ីនមានដំណើរការបានល្អកាត់បន្ថយជំរុះបូកជាមួយនឹងកាំស៊ីនបូដែលមានពពួកកាល់ស្យូមបឺរ៉ននៅក្នុងហ្នឹងដែលជាកាល់ស្យូមមានដំណើរការលឿនណាបងប្អូនកាល់ស្យូមនេះគឺជាកាល់ស្យូមអុកស៊ីតវាដំណើរការបានលឿននៅក្នុងsecondary deficiency នៃលំហូរតងការក្តាប់តំណាំបងប្អូននៅក្នុងវ័យនេះអញ្ចឹងអ្វីដែលជាដំណោះស្រាយក្នុងពេលនេះគឺបងប្អូនគួរមានការជួយគេហៅថាដំឡើងឬក៏ចាត់ចែងទៅលើសមត្ថភាពស្លឹកធម្មតាកម្ដៅវាប្រកាសជាក្របពីខាងលើអញ្ចឹងសមត្ថភាពស្លឹកបងប្អូនវានឹងមានការថយចុះបងប្អូនគួរមានការសម្រួលទៅដល់ប្រព័ន្ធស្លឹកដែលខ្ញុំហៅថាសម្រួលស្លឹកអញ្ចឹងប្រសិនបើបងប្អូនចង់ដឹងតេតិនជាមួយនឹងការសម្រួលស្លឹករំដោះ stress ភាពតុកសិចលើស្លឹកបងប្អូនទំនាក់ទំនងមកកាន់ក្រុមការងាររបស់ខ្ញុំហើយយើងនឹងមានផលិតផលជីថ្នាំកសិកម្មដើម្បីផ្គត់ផ្គង់ឲ្យចំគោលដៅនៅក្នុងអំឡុងពេលដែលបងប្អូនកំពុងជួបហានិភ័យអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេហើយនេះអរគុណបងប្អូនសង្ឃឹមថាពុកម៉ែបងប្អូនអរគ្នានឹងទទួលបានចំណេះដឹងបន្ថែមជំរាបលាកសិកម្មមហាសាលចំណាយតិចចំណេញច្រើនកើនទិន្នផលនិងងាយស្រួលក្នុងការប្រើប្រាស់